ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូននិងក្មួយៗទាំងអស់គ្នាផងដែរថ្ងៃនេះផងដែរខ្ញុំមកបុកគ្រឿងដើម្បីទុកស្លស្លុកខ្លះសេក្នុងទូទឹកកកទុកសម្រាប់ស្លអញ្ចឹងហើយគ្រឿងនេះគឺជាគ្រឿងខ្មែររបស់យើងបងប្អូនមានគល់សក្រីមានរំដេងចារំដេងនេះសិតតែរបស់ខ្លួនឯងមានល្មៀតអញ្ចឹងមកបងប្អូននៃស្លឹកក្រូចអញ្ចឹងគ្រឿងខ្មែរ4មុខគល់សក្រីរំដេងល្មៀតស្លឹកក្រូចនេះគឺសំខាន់ខ្លាំងណាស់បងប្អូនសម្រាប់យកទៅផ្សំគ្រឿងស្លដូចជាសម្លកកូរសម្លប្រហើរសម្លប្រហើរនំបញ្ចុកអីជាដើមអញ្ចឹងណាបងប្អូនហើយនៅមានសម្លជាច្រើនទៀតមានដូចជាសម្លម្ជូរគ្រឿងមានដូចជាឆាគ្រឿងឆាក្តៅអញ្ចឹងណាបងប្អូននិយាយទៅគ្រឿងខ្មែរយើង4មុខនេះគឺយកទៅធ្វើឆាស្លអីគឺបានច្រើនមុខមែនទែនបងប្អូនសំខាន់រសជាតិគឺឈ្ងុយឆ្ងាញ់ហើយហូបទៅគឺល្អសម្រាប់សុខភាពអញ្ចឹងណាបងប្អូនហើយសម្រាប់បងនិងបងប្អូនស្ត្រីទាំងឡាយបើសិនជាយើងមានគ្រឿងបុកហើយស្រាប់មានដូចជាស្លឹកគ្រៃគល់គ្រៃដែលហាន់ហើយនឹងហាន់បញ្ចូលគ្នាជាមួយនឹងល្មៀតជាមួយនឹងរំដេងជាមួយនឹងស្លឹកក្រូចសើចហើយបុកឲ្យម៉ត់រក្សាទុកក្នុងទូទឹកកកនិយាយពីថាពេលដែលចង់ស្លចង់ឆាម្ហូបខ្មែរគឺងាយស្រួលហើយចំណេញពេលវេលាមែនទែនហើយសំខាន់ល្អសម្រាប់សុខភាពទៀតពួកយើងដឹងស្រាប់ហើយថាគ្រឿងខ្មែរដូចជាស្លឹកក្រូចសើចនេះវាកាត់បន្ថយផ្ដាសាយឬមួយក៏ឲ្យយើងមិនឲ្យឈឺក្បាលឈឺអីអញ្ចឹងណាបើយើងធ្វើជាថ្នាំអាចដាំទឹកមួយដាំអីបានទៀតមានស្លឹកក្រូចសើចហ្នឹងគឺល្អខ្លាំងមែនទែនចំពោះរំដេងខ្ញុំអត់សូវដឹងពីគុណអត្ថប្រយោជន៍ទេប៉ុន្តែបលក្រីល្មៀតហើយនឹងស្លឹកក្រូចសើចគឺមានអត្ថប្រយោជន៍ច្រើនហើយសំខាន់គ្រឿង4មុខនេះគឺជាគ្រឿងខ្មែរពេញបបហ្មងបងប្អូនហើយដល់ពេលបុកនេះបងប្អូនពេលបុកបន្ថែមជាមួយនឹងអំបិលបន្តិចដើម្បីរក្សាទុកឲ្យបានយូរនិងកុំឲ្យវាឡើងខ្មៅពេលដែលយើងខ្លះសេទុកក្នុងទូទឹកកកកន្លែងត្រជាក់បងប្អូនហើយមានអីពិបាកទេបងប្អូនគ្រាន់តែហាន់ហើយបុកវាឲ្យម៉ត់ចឹងមក4មុខបញ្ចូលគ្នាដាក់អំបិលម៉ត់មកបន្តិចមកដាក់ខ្លះសេក្នុងទូទឹកកកទៅពេលចង់ឆាចង់ស្លពេលស្មើម៉ានវាមានស្រួលព្រោះយើងដឹងស្រាប់ហើយថាសម្លខ្មែរដូចជាឧទាហរណ៍ថាសម្លកកូរមួយចោះបងប្អូនគឺសម្លកកូរពិបាកជាងគេគឺដើររកគ្រឿងនឹងហ្មងបងប្អូនដើររកគ្រឿងហាន់គ្រឿងបុកគ្រឿងគឺយូរស៊ី1ម៉ោងតែឯងហើយស៊ីពេល1ម៉ោងតែឯងគឺបុកគ្រឿងតម្រាំតែម៉ត់ណាអញ្ចឹងបើយើងបុកគ្រឿងទុកឲ្យមានស្រាប់អញ្ចឹងហើយនៅក្នុងទូទឹកកកដល់ពេលស្លយើងដើររកតែបន្លែហាន់តែសាច់មកគ្រឿងយើងចូលដាក់មកលាព្រាកន្លះលាព្រាតាមចំណង់ចំណូលចិត្តនៃការចូលចិត្តគ្រឿងតិចច្រើនអញ្ចឹងមកជាការសាច់វាចំណេញពេលវេលាហើយវាលឿនអញ្ចឹងណាបងប្អូនហើយសំខាន់បងប្អូននឹងស្រាប់ហើយគ្រឿងខ្មែរយើងគឺធ្វើម្ហូបខ្មែរត្រូវបានច្រើនមុខដូចជាសម្លម្ជូរគ្រឿងសម្លប្រហើរឆាគ្រឿងឆាក្តៅធ្វើអាម៉ុកសម្លកកូរអីអញ្ចឹងណាបងប្អូននិយាយទៅធ្វើបានច្រើនមុខមែនទែនហើយសំខាន់ប្រហុកខ្ទិះក៏ត្រូវដែរបងប្អូនហើយឆាប្រហុកខ្ទិះប្រហុកគ្រឿងអីអើយគឺនិយាយវាថាគ្រឿងខ្មែរធ្វើម្ហូបខ្មែរបានច្រើនមុខមែនទែនខ្ញុំសុំសរសើរហើយហូបទៅគឺល្អដើម្បីសម្រាប់សុខភាពទៀតណាមិនមែនត្រឹមតែឆ្ងាញ់ហើយពិសេសធ្វើបានច្រើនមុខទេគឺល្អសម្រាប់សុខភាពទៀតបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយជម្រាបលា